ជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានវីដេអូខុសមួយចង់បង្ហាញបងប្អូនពីរបៀបការប្រើប្រាស់ Microsoft Word ពី A ដល់ Z បងប្អូនចឹងនៅក្នុងនេះខ្ញុំបានរៀបជា list ពី A ដល់ Z ហ្នឹងប៉ុន្តែគ្រាន់តែក្នុងនេះវាគ្រាន់តែជាចំណងជើងខ្លីៗទេចឹងនៅពេលដែលខ្ញុំបញ្ចូលនឹងខ្ញុំនិយាយបន្ថែមទាក់ទងអត់នៅក្នុងនឹងថានៅក្នុងនឹងមានអីគេខ្លះនៅក្នុងមានអីគេខ្លះចឹងណាបងប្អូនចឹងណាចឹងខ្ញុំនឹងនិយាយទៅជម្រៅហើយចូលពូមេរៀននេះគឺ free ទេបងប្អូនខ្ញុំមកបានអឺប្រាប់លោកអីទេមេរៀននេះគឺខ្ញុំធ្វើ free ទេចែកលេខបងប្អូនព្រោះខ្ញុំដឹងតិចតួចដែរចឹងខ្ញុំចែកលេខបងប្អូនតាមអ្វីដែលខ្ញុំដឹងចឹងណាបើសិនណាបងប្អូនឆ្ងល់ត្រង់ណាបងប្អូនសួរទៅព្រោះអីអានេះខ្ញុំធ្វើជាលក្ខណៈខុសទេជាលក្ខណៈខុសចឹងវាជាសេរីជាមេរៀនសេរីចឹងណាបងប្អូនចឹងអឺដើម្បីងាយស្រួលឲ្យបងប្អូនរៀនតាមអញ្ចឹងខ្ញុំបានបែងចែក content ពីមេត្តាហ្នឹងពី A ដល់ Z ហ្នឹងបងប្អូនចឹងពី A ហ្នឹងមានអីគេខ្លះមានការណែនាំពី Microsoft Word អីទៅគេជា Microsoft Word គេបង្កើតឡើងដើម្បីអីមុខងារប្រើប្រាស់ដើម្បីគេធ្វើអីចឹងណាអាចមានន័យច្រើនចឹងនិយាយតចឹងទៅចំពោះពីបង្កើតអានឹងបើកឯកសារអានឹងយើងសម្រាប់យើងអាចបើកឯកសារហ្នឹងមានអីបាក់ទេបងប្អូនអីស៊ីហ្នឹងរក្សាទុកក្នុងបើកឯកសារបោះពុំឯកសារគឺធ្វើមិនតែសម្រួលអក្សរត្រង់ទ្រាអក្សរត្រង់ទ្រាកថាខណ្ឌអានឹងប្រើមុខងារលើកថាខណ្ឌអីផ្សេងៗហ្នឹងទៅ style វាប្រើប្រាស់ style នេះមុខងារចម្បងសំខាន់ណាស់តែច្រើនយើងប្រើធម្មតាទូទៅយើងអាចបានសូវចាប់អារម្មណ៍មើលវាទេតែពេលយើងប្រើយើងប្រើដល់យើងប្រើមួយវាច្រើនអញ្ចឹងតែបើយើងប្រើមួយវាច្រើនយើងនឹងដឹងថាប្រយោជន៍របស់វាច្រើនទៅប្រើបានច្រើន style ហើយដល់មេរៀន style ខ្ញុំនឹងនិយាយបញ្ចូលបងប្អូនលម្អិតហើយលម្អិតខ្ញុំទៅដាក់មកលៀសមកអស់មកបាទអត់លាកទេបងប្អូនខ្ញុំប្រាប់ទាំងអស់ខ្ញុំអត់លាកទេនឹងលាកធ្វើអីបងតែលេខគ្នាដឹងទៅហើយបង្កើតប្លង់ទំព័រហ្នឹងអាហ្នឹងវាមិនមែនបង្កើតប្លង់ក៏បានដែរនេះមានថាយើងចូលកំណត់ចឹងណាយើងចូលទៅកំណត់ទំព័ររបស់យើងចឹងទំព័រយើងមានអីគេខ្លះនៅក្នុង page layout ហ្នឹងតាមពិតទៅមាននិយាយពីតទៅនឹង tab ហ្នឹងគឺខ្ញុំនឹងនិយាយលម្អិតមួយថា tab នៅក្នុង Microsoft Word ហ្នឹងគេប្រើមិនខ្លះហ្នឹងចឹងកន្លែងបង្កើតប្លង់ទំព័រណាអាហ្នឹងវានៅលើនៅក្នុង tab ហ្នឹងឯងណា tab ក្នុង ribbon ចឹងណាចឹងអាហ្នឹង page layout លើ page layout ចឹងអានេះមានក្បាលទំព័រហើយនឹងដាក់ជើងទំព័រចឹងក្បាលទំព័រហ្នឹងយើងដាក់ក្បាលទំព័រមិនដាក់ជើងទំព័រមិនតមកបានយើងដាក់លេខទំព័រមិនហ្នឹងហើយបញ្ចូលតារាងអាហ្នឹងបញ្ចូលតារាងអាហ្នឹងតារាងអញ្ចឹងណាបញ្ចូលរូបភាពការប្រព័ន្ធរូបភាពទៅលើ Microsoft Word ចឹងហើយមានបញ្ចូលអត្ថបទទៅលើ text box ហ្នឹងអាហ្នឹងយើងទាញវាយកមកគូរសម្រាប់សេអញ្ចឹងណាអាហ្នឹងវាអាចឆ្នៃបានច្រើនតាមបែបទម្រង់នេះដែលយើងប្រើប្រាស់អញ្ចឹងណាអាហ្នឹងមុខងារចាំដល់ហ្នឹងខ្ញុំនិយាយលម្អិតថានឹងមានអីគេខ្លះព្រួលដោយ Smart Art និង Set អាហ្នឹងមានន័យថាយើងប្រើប្រាស់ការងារលើ Smart App យើង add ទៅលើ point ផ្សេងៗអញ្ចឹងទៅយើងគូ save មកបង្កើត Smart Art អីក៏បានអាហ្នឹងវាតាមតម្រូវការរបស់យើងហើយការបានតែមើលហ្នឹងអាហ្នឹងវាសំខាន់ដែរវាសំខាន់ច្រើនអាហ្នឹងមែនមើលកាលពីមុនគេធ្វើកិច្ចការអីគ្រប់គ្រងឈ្មោះសិស្សបញ្ជីឈ្មោះសិស្សអីច្រើនអីហ្នឹងមុនក៏គេធ្វើនឹងមែនមើលដែរគេធ្វើនឹង Word ដែរដូចកាត់សិស្សឬអីផ្សេងៗទៅតែដល់ពេលឥឡូវគេទៅនៅពេលគេលេងប្រើនេះហើយគេប្រើកម្មវិធីសម្រាប់ publish សម្រាប់ធ្វើការអីហ្នឹងប៉ុន្តែធ្វើការនៅ Microsoft Word បានដល់គ្នាហ្នឹងខ្ញុំទៅប្រើបានច្រើនចំណេញមែលមើលហ្នឹងចេះមែលមើលមួយចំណេញប្រើបានច្រើនកុមារក្រុមហ៊ុនមានបុគ្គលិកច្រើនខ្ញុំប្រើប្រាស់មែលមើលសម្រាប់ធ្វើអីផ្សេងច្រើនណាបងប្អូនណាខ្ញុំក៏មិនសូវចេះបានច្រើនដែរអាមែលមើលហ្នឹងអត់សូវចេះដែរព្រោះខ្ញុំធ្លាប់បានមើលឯកសារប៉ះអញ្ចឹងទៅ
chạy lấy ông tỏi á macro macro nó là nó men làm function là bị trôn cột sạch bị trôn cột đưa ra đợi ông bộ chẳng thấy ông còn là cho record bị tới code VBS nó người ta cài chẳng nó chẳng cái line VBS nó như xong bộ bao mà trộn thì chắc không có cái line VBS nó không nó không ở trong page Microsoft Word nên là tôi chỉ Microsoft Word Microsoft Excel mà các PowerPoint nó sợ bên VBS code VBS mà người ta dừng sau dừng CC code ประกาศជាកម្មវិធីអីមួយអញ្ចឹងទៅដូចExcel យើងសរសេរ VBA ដើម្បីយើងចូលកូដដើម្បីយើងគណនាកម្មវិធីធំអីចឹងទៅដូចWord យើងសរសេរចូលឲ្យបានដូចគ្នាបងចូលបានដូចគ្នាទេមកវាចឹងហើយតេតូននឹង add in អាហ្នឹងវាតេតូនជាមួយនឹង plug in បងចូល plug in ផ្សេងចឹងទៅចាំដល់ហើយខ្ញុំស៊ីម្រៅតាមដានការផ្លាស់ប្ដូរនិងការពិនិត្យឡើងវិញអាហ្នឹងតេតូននឹង track chain ហើយនឹង review chain អាហ្នឹង review អីហ្នឹងតេតូននឹងអក្សរនឹង review អីហ្នឹងដូចខ្ញុំឧទាហរណ៍មួយឧបមាថាយើងមាន form មួយឯងផ្សេងដូចមួយទៀតយើងដាក់ comment ដាក់អីដើម្បីខុសអីអាហ្នឹងក៏នៅក្នុងជាមួយនឹង track chain ដែរហើយមុខងាររួមអានឹងចែកម្លេចហ្នឹងពេលច្រើនខ្ញុំក៏ដែរសើបានប្រើដល់ដែរបងប្អូនហ្នឹងណាគំរូឯកសារនោះ template ដែលមានស្រាប់លើគំរូមានស្រាប់ចឹងណាបងប្អូនដល់ពេលបងប្អូនបើកមកវាមានស្រាប់ហើយគម្រោងដំណើរការជំនាញមួយហ្នឹងអានឹងទាក់ទងនឹងoutline ហើយ navigation អានេះវាបែងចែកគ្នាដូច navigation panel ហ្នឹងអានឹងដូចយើងគូ set យើងគូអីផ្សេងៗហ្នឹងអានឹងមានស្រាប់មកកន្លែង navigation panel តើខ្ញុំក៏តាមបានមើលបញ្ជាក់ដែរអញ្ចឹងបើសិនបងប្អូន net បើសិនខ្ញុំនិយាយខុសសូមចេះត្រៃណាបងប្អូនណាតែខ្ញុំចាំគឺចឹងការអំឡែងទៅជា PS នឹងចែកចាយយើងស្រាប់យើងចែកចាយផ្សេងអញ្ចឹងអាហ្នឹងឬក៏រៀបចំអីផ្សេងទៅហ្នឹងណាតែសុវត្ថិភាពអាហ្នឹងការការពារអាហ្នឹងទាក់ទងនឹងការចាក់សោការចាក់ឡុកចាក់អីហ្នឹងណាដាក់លេខសម្ងាត់ដាក់អីទៅលើផ្ទាំងការងាររបស់បងប្អូនហ្នឹងណាហើយកលឹះ shortcut ហ្នឹងកលឹះលឿនថាយើងតិចនិចលឿនអញ្ចឹងដូចជា shortcut key ទៅយើងប្រើប្រាស់អញ្ចឹងទៅភាពយើងធ្វើអីមួយឧបមាថាយើងធ្វើអីមួយអញ្ចឹងទៅតែយើងមានវិធីសាស្ត្រកាត់យើងធ្វើកាត់លឿនអញ្ចឹងណាមកយើងអត់ដឹងវិធីសាស្ត្រយើងធ្វើឧបមាថាយើងចង់ design ក្របអីមួយឧបមាអញ្ចឹងបើយើងអត់ដឹង tip យើងអត់ដឹងអីយើងគូយូរតែបើដឹង tip យើងស្រួលលឿនគូ plate ធ្វើ plate ហើយដូចស្វែងរកជំនួយហ្នឹងជំនួយបន្ថែមហ្នឹងតាមពិតអាហ្នឹងវាមានស្វែងរកជំនួយហ្នឹងប៉ុនជំនួយបន្ថែមមិនបាច់ក៏បានដែរហ្នឹងសេលើដាក់កន្លែងពីរនេះតើបានទេកន្លែងស្វែងរកនៃជំនួយទៅកន្លែងស្វែងរកជំនួយហ្នឹងអាហ្នឹងល្អបងប្អូនប្រើទៅចំណេញឧបមាថាបងប្អូនសេពាក្យចឹងមើលក្តាររត់ខុសត្រង់ណាកែត្រង់ណាបងប្រើមុខងារហ្នឹងស្រួលជួយបានច្រើននោះរាប់ម៉ឺនពាក្យណាឈ្នេះទៅគួយកែម្ដងមួយខ្ញុំសើចរកមើលមកពាក្យណាខុសហើយចង់ខុសណាសើចមកឯងផ្លេះជំនួសហើយពេលកន្លែងនេះមានមួយទៀតមានជំនួសមួយទៀតសើចស្វែងរកឲ្យផ្លេះតមកកន្លែងសិតហ្នឹងបទុកបន្ថែមអាហ្នឹងខ្ញុំអាចបន្ថែមទៀតទៅណា resource ដែលបងប្អូនអាចទៅមើលបានហ្នឹងចាំមើលខ្ញុំនឹងស្រាវជ្រាវរកមើលអសណាដើម្បីដាក់បន្ថែមឲ្យបងប្អូន download ទៅនៅក្រោម description តែអានេះជាវីដេអូដំបូងអញ្ចឹងវាអត់ទាន់មានឯកសារឲ្យបងប្អូនទាញណាបងប្អូនណានឹងវាជាវីដេអូដំបូងណាបងប្អូនអញ្ចឹងថ្ងៃនេះខ្ញុំគាត់និយាយទ្រុសទេតេតងនឹងមេត្តាណាស្រាប់យើងរៀនMicrosoft Word ណាបងប្អូនបើសិនជាមានចម្ងល់អីបងប្អូនអាច comment នៅខាងក្រោមបានចង់ដឹងអីបាន comment បានដែរណាឆ្ងល់ពីអីចង់សួរអីសួរណា
បើខ្ញុំដឹងខ្ញុំប្រាប់ភ្លាមឆ្លើយតបដល់ comment ប្រាប់តែបើសិនជាចំពោះសំណួរណាដែលត្រូវធ្វើវីដេអូខ្ញុំនឹងធ្វើវីដេអូណាបងប្អូនណាហើយសំណួរណាដែលអាចតបបានភ្លាមខ្ញុំតបបានភ្លាមខ្ញុំតបចឹងណាអញ្ចឹងបើសិនជាមានពាក្យពេចន៍ខុសឆ្គងត្រង់ប្រការណាមួយសូមបងប្អូនអធិស្ឋានណាព្រោះអីថ្មីថ្មោងដែរបងប្អូន សូមអធិស្ឋានណាបងប្អូនណាសូមអរគុណច្រើនសូមជម្រាបលាជួបគ្នានៅឱកាសក្រោយ